បាទបងប្អូនចូលព្រៃអាស័យទៀតហើយចូលនេះគឺមកដល់កន្លែងកាត់ថ្មសម័យអង្គរមួយទៀតធំបងប្អូនអើយណានេះយើងទៅមើលទាំងអស់នេះជ្រៅកលួចបាទហើយស្នាមកាត់វិញនៅពេញព្រៃអាស័យហ្នឹងដោយសារតែពីដើមកាលពីពេលកាត់ហ្នឹងវាអត់មានព្រៃអាស័យអញ្ចឹងណាព្រៃអាស័យដោះក្រោយបងប្អូនឥឡូវយើងទៅទស្សនាទាំងអស់គ្នានេះបងប្អូនស្នាមដាប់នៅក្នុងហ្នឹងតែម្ដងបងប្អូនអើយណានេះនៅក្នុងព្រៃអាស័យហ្នឹងកន្លែងយើងរុកនេះគឺមានថ្មដកយកទៅបាត់ហើយអើយសិតតែប្រេះសៃនេះបងប្អូនអើយបាទនេះក៏លុកជ្រៅណោះជ្រៅទៅក្រោមបាទហើយនេះសិតតែកន្លែងដាប់ទៅដាក់កាត់យកទៅអស់ហើយទៅសើហ្មងទៅសើកន្លែងកាត់ថ្មហ្មងកន្លែងនេះជ្រៅកាត់យកទៅហ្នឹងអូអានេះក៏លុកថ្មហ្នឹងហើយកលុកកាត់ហ្នឹងហើយបងប្អូនអូយនោះជ្រៅទៅក្រោមនោះចង់5 10 ម៉ែត្រទេដឹងអូនេះជន់ជន់មកជន់ណាហ៊ូណាជ្រៅនៅក្រោមខ្ញុំរកប្រឡោះទៅសិនវាដោយសារព្រៃអាស័យដុះណែននោះអញ្ចឹងរកផ្លូវទៅអត់ចង់ឃើញឥឡូវយើងចូលប្រឡោះនេះអូយដើរខាងលើមកយកណែបងប្អូនអើយនេះអណ្ដៅនេះនោះបងគាត់ចុះមកអូអស់តោះហ្មងបាទអូយស្អាតនេះបងប្អូនក៏លុកនេះជ្រៅណាវ៉ាវស្លាកស្នាមដាប់ខ្លាយទៅជាដងមកជ្រៅណាបងប្អូនឃើញទេនោះបងគាត់ចុះមកមើលស្នាមដាប់ជ្រៅមែនតើហ្មងស្មានតែអូតែមិនមែនអូទេមើលមកក៏លុកដាប់ថ្មនេះជ្រៅណាស់ស្មានតែអូតាមើលពីចង្ងាយមកឃើញក៏លុកជ្រៅណាបងប្អូននេះណាទៅក្រោមនឹងជំរឿណាទៀតណានោះមើលទាំងជន់បាទនេះបងប្អូនស្នាមកាត់យកទៅហើយកន្លែងនេះក៏លុកដូចជាដងមួយហើយជ្រៅប៉ត់ជុំវិញនេះតិចទៀតយើងបង្ហាញអាកន្លែងផ្សេងទៀតនេះបងប្អូនណាបាទកាត់ហ្នឹងចេញមកនេះអានេះមុខអូសចេញមុខមានមុខអូសចេញទៅបាទស្នាមនៅក្នុងស្រាច់ហ្មងអស់តោះហើយនេះស្នាមកាត់យកទៅកាត់ឡើងខ្លាយទៅជាដៅហើយខ្លាយទៅជាក៏លុកស្រះទឹកមួយបងប្អូននេះស្នាមតែថ្មកន្លែងនេះអត់សូវល្អហ្នឹងច្រើននេះបងប្អូនឃើញទេអូអស់តោះហើយដាប់យកតែជន់ក្រោមខាងលើវាបែកផុយហើយណាមួយមានជារបៀបជាគ្រោះណាអូបងប្អូននោះណានៅមើលមកជាងជាប់នឹងហ្មងមកជួរនឹងហ្មងបងប្អូននៅឡើងច្បាស់ចេះហ្មងលើខ្ញុំដើរទៅមុខឲ្យបងប្អូនឃើញនេះនៅក្នុងព្រៃហ្នឹងអូអានេះកម្ពស់ប្រហែលជា5 ម៉ែត្របាទកម្ពស់ប្រហែល5 ម៉ែត្រនេះបងប្អូនអ៊ីយ៉ានេះឃើញទេបងប្អូនដាមថ្មកាត់យកទៅច្បាស់នៅនឹងតែម្ដងសិតតែជាការដ្ឋានថ្មហើយអញ្ចឹងធំណាស់ខ្ញុំដើរនឹងចង់ 2-3 គីឡូអីហ្នឹងហើយបងប្អូនឃើញទេនេះនិយាយទៅសុទ្ធតែថ្មដែលត្រូវបានយកទៅហ្មងនេះគឺជាផុសតាងដែលស្រាយចម្ងល់យើងថាថ្មយកមកពីណាបាទឥឡូវយើងបានឃើញជាក់ស្ដែងពីទិដ្ឋភាពណាពីទិដ្ឋភាពឬក៏ផុសតាងស្លាកស្នាមផ្ទាល់នៃថ្មនេះតែម្ដងបងប្អូនមើលចាំងថ្មអូណាមើលផុតដៃខ្ញុំទៅលើទៀតណាបងប្អូនឃើញទេ 3-4 ម៉ែត្រទៅលើហ្នឹងបាទកន្លែងខ្លះចូល 5-6 ម៉ែត្រនេះអញ្ចឹងនៅហ្នឹងហ្មងអញ្ចឹងមិនថាថ្មយកទៅសន្ធឹកសន្ធាប់ចេញពីកន្លែងនេះទៅហើយនៅកប់ទៅក្នុងដីនេះតទៅក្រោមទៀតនេះអាកប់ដីនឹងទៀតណា
wow ស្អាតដែរបងប្អូនអើយវាឃើញហើយសប្បាយចិត្តចឹងបងប្អូនទេសនាទាំងអស់គ្នាខ្ញុំបង្ហាញទៅមុខតិចទៀតយោពាក់តាប្លាសៃឡើងអាអស់នេះវាចុះពីលើមកមានន័យថាខាងនេះយកអស់ហើយនេះអត់ដោះរៀបដែលយកឃើញអីហ្នឹងមានន័យថាយកទៅអស់ហើយចឹងឥឡូវនេះទៅយកបានដល់ត្រឹមហ្នឹងអញ្ចឹងយើងឃើញនៅស្នាមកាត់នៅហ្នឹងបាទយើងឃើញស្នាមកាត់នៅហ្នឹងមកយកមកមុខនេះទៅមកវគ្គអញ្ចឹងណាមកស្ទាប់នឹងយកទៅអស់ទៅជីកទៅក្រោមទៀតបាទមកស្ទាប់នឹងអស់ទៅជីកទៅក្រោមទៀតហើយមកខាងនេះថ្ងៃនេះគឺរុករកស្រាវជ្រាវរាវរកទីកាត់ថ្មនេះក៏កាត់យកទៅដែរខាងខាងនេះរៀងយកតិចស្ដើងយកខាងនេះក្រាស់ជាងហើយយើងមកឃើញមកគឺស្នាមច្បាស់ចាស់នេះអស់តោះតែម្ដងមកនោះនេះបត់ទៅនោះទៅអាក៏លុកជ្រៅខាងនោះដែលយើងបង្ហាញមុននឹងបន្តិចហ្នឹងនេះបងប្អូនឡើងសាច់ទីទឹកនេះយកថ្មទៅអស់សល់តែទឹកទៅជ្រៅយ៉ាអូយឥឡូវខ្ញុំដាច់ស្បែកជើងទៀតបងប្អូនអើយខ្ញុំធ្វើមិនហ្នឹងដាច់ស្បែកជើងទៀតណាបាទហើយដាច់ស្បែកជើងមកហើយហ្នឹងដើរកាត់ទឹកហ្នឹងបងប្អូនណាមកដែលយកទៅណាបាទមកដែលយកទៅអស់ហើយឥឡូវខ្លាយជាស្រះទឹកហើយខ្លាយជាស្រះទឹកឲ្យលេងនេះទៅទឹកបងប្អូនយកទៅអានេះយកទៅស្ទាប់លឿងឃើញស្លាកស្នាមហើយស្ទាប់នៅហ្នឹងមកដាច់មកស្ទាប់ពីស្ទាប់ទៅនេះដានកាត់ទៅបងប្អូននេះបាទដានកាត់យកទៅអញ្ចឹងខ្លាយជាធ្លុកអស់ហើយពេលយកថ្មទៅលើបងនៅណាមកលើសំឡេងបងនៅខាងនេះខ្ញុំទៅរកផ្លូវទៅកន្លែងគាត់វិញបាទបងប្អូនផ្លូវទៅញ៉ាំបាយសិនដាច់ស្បែកជើងបាត់ហើយហ្នឹងអូតើដាច់ស្បែកជើងខ្ញុំបំពេទនីទេសាយបងប្អូនទេសាតែពេលដាច់ស្បែកជើងទៅវាយើងដើរមិនមកវឡាមានខ្សែចងនេះមកដល់កន្លែងដើមវិញបងប្អូនទៅជិះបាត់ទៅជើងស្បែកជើងបាត់ហើយបងប្អូននេះនេះបងប្អូនស្បែកជើងបាទវារៀងស្រួលដើរហ៎ដល់ពេលពាក់អាហ្នឹងមកឥឡូវវាតិចទៅហើយបងប្អូននេះលបើកបាត់ហើយបងប្អូនអើយបាទនេះដល់គេដើរព្រៃឥឡូវបានអីត្រឡប់ទៅវិញឥឡូវឃើញទេលីងអត់អីទេយើងខ្សោខ្សែចងផ្អោបវាមកយើងអាចដើរបានណាបាទបងប្អូនយើងសម្រាប់ញ៉ាំបាយតិចហើយបន្ទាប់មកយើងចូលទៅព្រៃបោចវ៉ាណាមបោចចងមែនហ្នឹងបោចវ៉ាចងយកវ៉ាចងនេះបងប្អូនរវោតមែនតើនេះដាច់អីដាច់បាត់ហើយទៀតនេះយើងប្រើវាយូរដើរកាត់ទឹកកាត់អីទៅវាហ្នឹងគេមិនសម្រាប់ដើរព្រៃណាបងប្អូននេះឥឡូវលទ្ធផលរវោតទៅហើយអីទេយើងយកវ៉ាចងដល់ទៅមុខហើយមកដល់នេះបានវាអត់កដាលហើយយើងចង2កលៈអញ្ចឹងនឹងមួយហើយក៏កែងនេះណាចងបាត់កែងអញ្ចឹងណែបងប្អូនមានវិធីសាស្ត្រហ្នឹងបានប៉ុណ្ណឹងហើយយើងវិលកែងមកឲ្យវាជាប់នៅនឹងបណ្ដោយណាលាយហិតដូចសមជ្រូកមើលបាទប៉ុណ្ណឹងជាប់ហើយវាអីដាក់ទៅតាប៉ុណ្ណឹងបានបងប្អូននេះចាប៉ុណ្ណឹងបានតែដាច់ខ្សែនឹងទៀតអស់ហើយមានអាវ៉ាហ្នឹងហើយបងប្អូនឥឡូវយើងសម្រាប់យើងហូបបាយសិនយើងហូបបាយហើយបានយើងទៅក្នុងព្រៃមកកន្លែងទៀតណាបងប្អូនអរគុណច្រើនបងប្អូនវីដេអូយើងបង្ហាញត្រឹមហ្នឹងសិនអរគុណដែលបាន
ទស្សនាវីដេអូពីដើមដល់ចប់ត្រឹមវគ្គនេះហើយយើងនឹងទៅវគ្គបន្តទៀតព្រោះឥឡូវយើងហូបអាហារថ្ងៃត្រង់សិនតទៅពីហូបអាហារហើយយើងទៅរកក្នុងព្រៃទៀតក្នុងព្រៃមិញយើងឃើញកន្លែងធំៗណាបាទអរគុណច្រើនបងប្អូនជំរាបលាសុខសប្បាយ